ថ្ងៃនេះជីវិតយើងឡើងមកបន្តិចថ្ងៃនេះថ្ងៃជីវិតយើងឡើងមកបន្តិចបងប្អូនអើយធ្វើម៉េចឲ្យស័យមនុស្សយើងវាមានឡើងមានចុះវាមានអីថ្ងៃខ្ញុំធ្វើ sport ឲ្យស្ថាប័នមួយsport ពាណិជ្ជកម្មឲ្យស្ថាប័នមួយគេជួយខ្ញុំឲ្យជួយធ្វើ sport ឲ្យគេគឺស្ថាប័នធនាគារស្ថាប័នធំដែរតែការធ្វើ sport ហ្នឹងគេឃើញវីដេអូរបស់ខ្ញុំគេគិតថាវាល្អនឹងមានការមើលច្រើនពីចិត្តពីបងមួយបងប្អូនមួយយូរអ្នកគ្រប់គ្រងការធ្វើវីដេអូរបស់ខ្ញុំក៏ដូចជាខិនក៏ដូចជា sport ផ្សេងៗឥឡូវទទួលបាន sport មួយគឺ sport ស្ថាប័នធំមួយគឺស្ថាប័នធនាគារទៅពួកបានលើធនាគារចុះទៅតែធ្វើបានទទួលបាន sport ធនាគារហើយមែនខ្ញុំពិតជាទទួលបាន sport ធនាគារមួយ sport ធនាគារហ្នឹងគឺការជួយផ្សព្វផ្សាយឲ្យធនាគារគេដើម្បីនឹងផ្ដល់សេវាកម្មផ្សេងៗរបស់ធនាគារគេដែលគេផ្ដល់ឲ្យអតិថិជនហ្នឹងដើម្បីគាត់យល់អំពីស្ថាប័នធនាគារហ្នឹងគេថាមែនធនាគារជាតិនៃកម្ពុជាទេណាធនាគារជាតិនៃកម្ពុជាយើងស្វែងយល់ច្បាស់ធនាគារនៃកម្ពុជាគឺធនាគារមួយដែលជាមេធនាគារពាណិជ្ជនៅក្នុងប្រទេសកម្ពុជាគាត់អត់ធ្វើពាណិជ្ជកម្មទេប៉ុន្តែគេថាធនាគារសម្រាប់គ្រប់គ្រងលើធនាគារពាណិជ្ជកម្មផ្សេងៗនៅក្នុងកម្ពុជាដូចជាធនាគារ A B C D E F អញ្ចឹងទៅឧទាហរណ៍ជាកុំនិយាយឈ្មោះធនាគារគេប៉ុន្តែឥឡូវហ្នឹងគឺខ្ញុំបានផ្សព្វផ្សាយគេឃើញវីដេអូខ្ញុំច្បាស់និយាយមួយច្បាស់ភាសាខ្លួនឯងតិចទៅមិនច្បាស់ដល់ទៅភាសាខ្លួនឯងច្បាស់ដែរគេឃើញវីដេអូខ្ញុំមួយច្បាស់អញ្ចឹងក៏គេឲ្យខ្ញុំជួយផ្សាយឲ្យគេទៅគឺធនាគារ Y Bank ធនាគារ Y Bank គឺជាធនាគារមួយដែលជាជំរើសរបស់ប្រជាជនខ្មែរមុនគេមកអស់ហើយក៏ជាជំរើសល្អសម្រាប់បងប្អូនប្រជាជនខ្មែរជាពិសេសគឺបងដែលទៅជាប្តីដែលមានគូសារមែនតែបើយើងនិយាយទៅដែលមានគូសារគឺបងជាធនាគារ Y Bank អត់ខុសទេបងធនាគារ Y Bank គឺមានទទួលបញ្ញាពីគូសាររបស់គាត់គ្រប់ប្រភេទទាំងបញ្ញាទាំងអត់ទាំងលុយធំលុយទូចលុយដាក់ឲ្យទៅដាក់ចូលនៅក្នុងធនាគារហ្នឹងគឺគាត់ទទួលយកទាំងអស់ដោយគ្មានលក្ខខណ្ឌដោយគ្មានកិច្ចសន្យាដោយគ្មានអីផ្សេងអត់បានឆៃ CBC អត់មានឆៃឲ្យតែបងប្អូនយកលុយទៅដាក់ធនាគារនោះហើយបើការប្រាក់វិញលែងទេព្រោះការប្រាក់គាត់បែងចែកយើងទៅការប្រាក់នោះគឺគាត់ស្រែកយើងមកស្អាតគឺ Y Bank គឺធនាគារដែលល្អបំផុតសម្រាប់យើងគិតមើលធនាគារដែលដាក់មានការប្រាក់មួយជីវិតការប្រាក់ដែលល្អបំផុតទេសម្រាប់យើងគឺមើលពេលដែលយើងយកលុយទៅដាក់ទូចធំគេអត់គិតទេព្រោះធនាគារបើសិនធនាគារផ្សេងគេកំណត់ថាយើងទៅដាក់ប៉ុណ្ណេះធនាគារឲ្យការហើយมันកំណត់ឆ្នាំទេហើយការហ្នឹងពេលខ្លះច្រើនពេលខ្លះតិចតាមអ្វីបើការបើនិយាយការវិញច្រើនជាងលុយដែលយើងឲ្យហ្នឹងទៀតគិតមើលមានតាំងពីធានារ៉ាប់រងនៃជីវភាពប្រចាំថ្ងៃរបស់ផ្ទះយើងគ្រួសារយើងការចំណាយរបស់កូនយើងការចំណាយរបស់យើងមានតាំងធានាអំពីការធ្វើ business របស់យើងការរកស៊ីរបស់យើងក៏ដូចជាការធានារ៉ាប់រងដល់ជំងឺដល់ជីវិតដល់យើងច្រើនណាឲ្យតែមានគាត់មានធនាគារនឹងមួយគឺជាធនាគារដែលល្អឧទាហរណ៍នៅពេលដែលយើងឈឺធនាគារនឹងអត់មានទៅអង្គុយសញ្ញាណាអ្នកឯងត្រូវមានกระดาษពេទ្យត្រូវមានឲ្យទៅចូលពេទ្យគឺបើយើងអត់លុយធនាគារគេលុយឲ្យផ្លែតមកយកលុយទៅហើយបុគ្គលិកធនាគារហ្នឹងគឺគាត់ទៅមើលថែយើងទៀតពេលខ្លះមែនត្រឹមតែយើងទៅជួបពេទ្យហើយយើងទៅសុខភាពហើយគឺយើងអត់ទេគាត់ទៅមើលថែយើងមើលអីទាំងអស់នឹងធានារ៉ាប់រង best លេខ1របស់កម្ពុជាគឺធនាគារល្អបំផុតរបស់កម្ពុជាហើយឧទាហរណ៍មួយទៀតបើសិនករណីយើងត្រូវការលុយរកស៊ីយើងទៅខ្ចីគាត់អត់យកការប្រាក់ហើយគាត់ឲ្យសេវាលឺទៀតគ្មានបានឆែក CBC គ្មានបានឆែកអីដែលអ្នកឯងជាប់ណាអត់ដឹងទេ
ជាប់ធនាគារផ្សេងៗក៏មិនដឹងអីគឺនៅពេលដែលយើងត្រូវការលុយគាត់ត្រូវការឲ្យយើងភ្លាមតែម្ដងនៅពេលដែលយើងត្រូវការលុយរកស៊ីប៉ុន្តែបើយើងត្រូវការលុយឲ្យស្អីអត់ទេអាហ្នឹងហើយដែលជាចំណុចល្អហើយនឹងមានចំណុចល្អច្រើនទៀតបានធ្វើឲ្យជីវិតគ្រួសារយើងមានកាន់តែមានភាពរីកចម្រើនអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនទាំងអស់គ្នាបើមានលុយមានកាក់មានអីកុំផ្ញើនៅធនាគារណាផ្ញើនៅធនាគារ Wise Bank ទៅគឺជាធនាគារដែលមានសក្តានុពលមិនមានប្រព័ន្ធច្បាប់គ្រប់គ្រងច្បាស់លាស់អីប៉ុន្តែគឺមានភាពសក្តានុពលសម្រាប់បងប្អូនទាំងអស់គ្នាក៏ដូចជាអាជីវកម្មក៏ដូចជានៅក្នុងនៅក្នុងនេះណានៅក្នុងសាររបស់បងហើយនឹងតម្រូវការផ្សេងដែលយើងមាននៅក្នុងជីវភាពហ្នឹងវាយបែនទៅនេះឲ្យទាំងអស់ល្អមែនតើប៉ុន្តែគ្រាន់តែគុណវិបត្តិของវាមួយគឺវាពិបាកក្នុងការដកលុយនៅពេលដែលយើងចង់បានដកលុយវិញយើងត្រូវមានដាក់ password បើ password វា random អត់បានតែម្ដងគ្រប់កន្លែងទាំងអស់ជួនកាលដាក់បានទេអ្វីដែលអាចបើកនៃទឹកប្រាក់បានតាមការចរចារវាងបងដែលដាក់ហ្នឹងជាមួយនឹងម្ចាស់ធនាគារហ្នឹងតែម្ដងបើសិនណាបងចរចាត្រូវមានឯកសារអីសញ្ញេមួយដៃណាញញច្រើនទេអត់ទេហុចលុយឲ្យភ្លាមប៉ុន្តែបើចរចាមិនត្រូវមួយរៀលក៏មិនបានផងគឺអាហ្នឹងគុណវិបត្តិបងធនាគារ Wise Bank ប៉ុន្តែខ្ញុំនៅ recommend បងប្អូនអរគ្នាគឺយើងដាក់ធនាគារ Wise Bank គឺជាធនាគារមួយដែលនាំមុខគេទូទាំងប្រទេសកម្ពុជាក៏ដូចជាទូទាំងពិភពលោកដែរអញ្ចឹងខ្ញុំគិតថា sport ខ្ញុំប៉ុណ្ណឹងធនាគារគេនឹងអាចជល់បានច្រើនដែរគឺ sport ដែលល្អបំផុតតែអញ្ចឹងបានខ្ញុំនិយាយថាស្ថាប័នធំមួយគេតាក់ទងឲ្យខ្ញុំជាពិសេសស្ថាប័នធនាគារគេតាក់ទងខ្ញុំធ្វើ sport ឲ្យអូខេអានេះគឺជាវីដេអូទី1នៃការនិយាយរបស់ធនាគារ Wise Bank ខ្ញុំនឹងធ្វើវីដេអូផ្សេងទៀតដែលនិយាយអំពីធនាគារ Wise Bank បន្តអូខេបាយ